ដូច្នេះមហារីកពោះវៀនធំគឺជាមហារីកដែលកើតឡើងពីពោះវៀនធំដែលជាផ្នែកមួយនៃពោះវៀនធំពោះវៀនធំត្រូវបានបង្កើតឡើងពីពោះវៀនធំឡើងពោះវៀនធំផ្ដេកពោះវៀនធំចុះដែលបន្ទាប់មកក្លាយជាផ្នែកមួយនៃពោះវៀនតូចនិងរន្ធគូតហើយមហារីកនៅក្នុងផ្នែកណាមួយនៃពោះវៀនធំទាំងនេះត្រូវបានគេហៅថាមហារីកពោះវៀនធំវាធម្មតាជាងគេនៅក្នុងមនុស្សដែលមានទម្ងន់ខ្ពស់មានសកម្មភាពរាងកាយតិចនិងមានជាតិសរសៃតិចក្នុងអាហារទាំងនេះគឺជាមូលហេតុរបៀបរស់នៅដែលធម្មតាជាងគេនៃមហារីកពោះវៀនធំទាំងស្ដាំនិងឆ្វេងដូច្នេះអ្នកមានមហារីកពោះវៀនទាំងនៅក្នុងពោះវៀនធំឡើងដែលជាមហារីកពោះវៀនស្ដាំនិងពោះវៀនធំចុះដែលជាមហារីកពោះវៀនឆ្វេងហើយរោគសញ្ញាគឺខុសគ្នាសម្រាប់ទាំងពីរនោះសម្រាប់មហារីកពោះវៀនធំចុះរោគសញ្ញាសំខាន់គឺការផ្លាស់ប្ដូរនៃទម្លាប់បន្ទោរបង់ដូច្នេះអ្នកមានការរឹងពោះបន្ទាប់មកមានរាគឬមានអារម្មណ៍ថាមិនបានបន្ទោរបង់ពេញលេញពេលខ្លះអ្នកអាចមានឈាមលាជាមួយអាចឬឈាមដោយខ្លួនឯងនៅពេលអ្នកបន្ទោរបង់សម្រាប់ពោះវៀនធំឡើងរោគសញ្ញាធម្មតាជាងគេគឺជារឿងដូចជាការឈឺចាប់នៅផ្នែកខាងក្រោមស្ដាំនៃពោះក៏ដូចជាអស់កម្លាំងនិងបាត់បង់ឈាមដូច្នេះមានការកាត់បន្ថយក្នុងឈាមក្រហមដូច្នេះភ្នែកខ្លាយជាស្វិតអ្នកជំងឺមានអារម្មណ៍អស់កម្លាំងជាងធម្មតាប៉ុន្តែនៅវគ្គ1 2និង3ការព្យាបាលសំខាន់សម្រាប់មហារីកពោះវៀនធំគឺការវះកាត់ហើយបន្ទាប់ពីការវះកាត់ពេលខ្លះយើងផ្ដល់អូសតាគីមីដើម្បីព្យាយាមសម្អាតកោសិកាណាមួយដែលអាចនៅសល់ប៉ុន្តែនៅវគ្គ4នៃមហារីកពោះវៀនធំការព្យាបាលសំខាន់គឺការព្យាបាលដោយវិទ្យាសាស្ត្រដែលជាអូសតាគីមីរួមជាមួយនឹងការព្យាបាលផ្ដោតលើគោលដៅឬការព្យាបាលប្រឆាំងប្រព័ន្ធភាពស៊ាំអាស្រ័យលើរចនាសម្ព័ន្ធម៉ូលេគុលនៃកោសិកាមហារីកការព្យាយាមការពារមហារីកពោះវៀនធំគឺពិតជាពិបាកណាស់ក្នុងការការពារច្បាស់ណាស់ការផ្លាស់ប្ដូររបៀបរស់នៅមួយចំនួនដូចជាការផ្លាស់ប្ដូរអាហារការកើនឡើងនៃសកម្មភាពរាងកាយការរក្សាទម្ងន់ខ្លួនស្ដើងជួយក្នុងការការពារមហារីកពោះវៀនធំការកាត់បន្ថយហានិភ័យនៃមហារីកពោះវៀនធំទោះជាយ៉ាងណាខ្ញុំគិតថាការត្រួតពិនិត្យមហារីកពោះវៀនធំគឺជាវិធីសាស្ត្រសំខាន់បំផុតក្នុងការព្យាយាមរកឃើញមហារីកពោះវៀនធំមុនពេលនោះគឺនៅវគ្គ1ឬ2នៅពេលដែលឱកាសនៃការព្យាបាលជាសះស្បើយគឺខ្ពស់ខ្លាំងណាស់ជានៅវគ្គ3ឬ4ដូច្នេះអ្វីដែលខ្ញុំស្នើសុំជាធម្មតាគឺអ្នកជំងឺគួរតែធ្វើតេស្តឈាមក្នុងអាចដូច្នេះស្វែងរកឈាមក្នុងអាចនៅមន្ទីរពិសោធន៍យ៉ាងហោចណាស់ម្ដងក្នុងរយៈពេល2ឬ3ឆ្នាំម្ដងហើយប្រសិនបើមាននរណាម្នាក់មានហានិភ័យខ្ពស់ក្នុងការបង្កើតមហារីកពោះវៀនធំដូចជាប្រវត្តិគ្រួសារខ្លាំងនៃមហារីកពោះវៀនធំនោះពួកគេគួរតែធ្វើការត្រួតពិនិត្យពោះវៀនធំម្ដងក្នុងរយៈពេល5ទៅ10ឆ្នាំម្ដង